អ្នកណាថាតតែមានលុយច្រើនហើយនឹងមានគ្នាច្រើនមិនអាចចូលហាងហូបបាននៅបងប្អូនចាគិតខុសហើយណាបងប្អូនណាជាក់ស្ដែងដូចបងប្រុសអញ្ចឹងគាត់អញ្ជើញមកម្នាក់ឯងហើយគាត់បានកំងសឡមួយចានបែរមួយចានហូបថ្ងៃត្រង់ណាបងប្អូនហូបបាយថ្ងៃត្រង់ហើយសឡថ្ងៃនេះគឺគាត់កំងមកជូរព្រៃសាច់ទាចាទាកប៉ាបងប្អូនហើយគ្រឿងក្រៅយើងមានគល់ក្រៃលក្រួយម្ដេងខ្ទឹមសចាគ្រឿងបុកហើយនឹងប្រហុករួមទាំងម្ទេសក្រៀមយើងណាចាម្ទេសក្រហមដែលយើងច្រាំម្ទេសក្រហមយើងត្រាំទឹកហើយយើងច្រាំវាឲ្យម៉ត់មកណាបងប្អូនហើយម្ជូរព្រៃគឺខ្ញុំដាក់ម្ជូរកសាំងណាបងប្អូនតែសារតែម្ជូរកសាំងវាមានជាតិជូរជ្រះល្អចាហើយវាធ្វើឲ្យទឹកសឡយើងខាប់ផងដែរចាអញ្ចឹងបន្ទាប់មកយើងដាក់រ៉ូឌីប៊ីចេបន្តិចទៅហើយនឹងទឹកស៊ុបបន្តិចមកណាហើយការប្រើប្រាស់ប្រហុកភាគច្រើនគឺសឡម្ជូរគឺខ្ញុំប្រើប្រហុកដិតចាប្រហុកច្រើនមានន័យថារៀងស្អុយប្រហុកតិចណាមិនឆ្ងាញ់ចាបងប្អូនដូចខ្ញុំអត់សឡម្ជូរភាគច្រើនថាម្ជូរស្រាម្ជូរគ្រឿងម្ជូរអីទេចាខ្ញុំចូលចិត្តប្រើប្រហុកច្រើនណាចាតែមិនមែនថាប្រើប្រហុកឲ្យវាប្រៃហ្មងអត់ទេបងប្អូនឈ្ងុយប្រហុកស្អុយប្រហុកចាគឺសឡខ្ញុំហើយគឺខ្ញុំចូលចិត្តណាចាតែបើស្លអត់ដាក់ប្រហុកឬក៏អត់ជះក្លិនឈ្ងុយទេអានឹងខ្ញុំអត់ចូលចិត្តទេខ្ញុំមានអារម្មណ៍ថាវាអត់ឆ្ងាញ់ណាចាអញ្ចឹងដូចបងប្អូនអញ្ចឹងបងប្អូនមួយចំនួនទួយតែគាត់ខ្លះគាត់ចូលចិត្តប្រហុកទេមានពេលខ្លះគាត់មកកំងគាត់អត់យកប្រហុកមកចាស្លម្ជូរអត់ដាក់ប្រហុកហើយអញ្ចឹងនិយាយទៅតាមចំណូលចិត្តបងប្អូនតាមចំណូលចិត្តចាហើយម្ជូរព្រៃនេះបើសិនជាបងប្អូនមានត្រាប់ស្រួយក៏ដាក់ក៏បានដែរចាត្រាប់ស្រួយត្រាប់ក្រាមឯងបងប្អូនដាក់តាមការចូលចិត្តទេប៉ុន្តែថ្ងៃនេះភ្ញៀវខ្ញុំក៏កំងដាក់តកួនគាត់ចាគាត់ចូលចិត្តតកួនណាចាហើយក៏សុំតកួនច្រើនទេណាបងប្អូនហើយសឡមួយចានបាយមួយចានបងប្អូនគិតមើលមិនថ្លៃទេចាហើយគាត់មកម្នាក់ឯងអញ្ចឹងគាត់កំងមួយចានអញ្ចឹងល្អឲ្យបងប្អូនមានពេលខ្លះភ្ញៀវគាត់អញ្ជើញមកគាត់អញ្ជើញមកឯងក៏ឬក៏គាត់អញ្ជើញមកគ្នាច្រើនអញ្ចឹងគាត់កំងម្ហូបច្រើនចាម្ហូបច្រើនអញ្ចឹងពេលខ្លះសល់អីអញ្ចឹងខ្ញុំអត់សប្បាយចិត្តទេបងប្អូននិយាយមែនមិនមែនថាចង់បានលុយភ្ញៀវទេណាបងប្អូនធម្មតាលុយគឺយើងចង់បានដែរប៉ុន្តែអ្វីដែលសំខាន់យើងចង់ឲ្យគាត់ប្រសាម្ហូបយើងឲ្យអស់អញ្ចឹងណានៅពេលដែលម្ហូបសល់ម្ដងឲ្យខ្ញុំពិបាកចិត្តតែបងប្អូនអើយចាសួរខ្លួនឯងចេះមកពីម្ហូបមិនឆ្ងាញ់ឬក៏មកពីសេវាកម្មយើងមិនល្អយ៉ាងម៉េចទេចាហើយខ្ញុំរងថ្ងៃបដ ாய் បើសិនជាបាយវិញឃើញម្ហូបសល់ខ្ញុំពិបាកចិត្តចាខ្ញុំគិតថាតាខ្ញុំធ្វើម្ហូបមិនឆ្ងាញ់ទេមិនភ្ញៀវហូបសល់ចាអីមិនកើតខ្ញុំតែសួរមេការឬសួរបុគ្គលិកផ្សេងថាតើម្ហូបវាយ៉ាងម៉េចបានសល់អញ្ចឹងទៅចាពិបាកចិត្តតែបងប្អូនប៉ុន្តែបើពេលដែលម្ហូបអស់យើងសប្បាយចិត្តណាចាសប្បាយចិត្តគ្មានអីសប្បាយចិត្តជាងភ្ញៀវហូបម្ហូបយើងអស់ហើយប៉ុន្តែម្ហូបសល់វាមានតិចបងប្អូនអត់មានច្រើនទេចាមានច្រើនតែគាត់ហូបចឹងទៅចង្កើមហូបច្រើនពេកចាចង្កើមប្រចាំពេកទៅគាត់ហូបអត់អស់ចឹងណាអញ្ចឹងពេលបងប្អូនអញ្ជើញមកអីចឹងបងប្អូនម្នាក់ឯងចឹងទៅខ្ញុំតែងតែប្រាប់ឲ្យយកម្ហូបមួយចានញ៉ាំសម្រាប់ម្នាក់ឯងទៅបងប្អូនមកគ្នាច្រើនយើងធ្វើលក្ខណៈគ្នាច្រើនឲ្យគាត់ចឹងទៅដើម្បីអីដើម្បីហូបមកឲ្យសល់បងប្អូនដឹងហើយសេដ្ឋកិច្ចឥឡូវយើងមិនចេះចាយវាយផ្ដេសផ្ដាសណាបងប្អូនជាពិសេសអាគ្រឿងញ៉ាំគឺយើងចាត់ចែងមកឆាត់មែនតើបើសិនយើងចាយច្រើនក៏វាអស់តាមហ្នឹងណាបងប្អូនហើយយើងឆ្អិនហ្នឹងក៏យើងរៀបចំដាក់ទូឲ្យភ្ញៀវឲ្យអីហើយជាការងារបងប្អូនអរគុណចំពោះការទស្សនាជួបគ្នានៅវីដេអូក្រោយជាមួយនឹងមុខម្ហូបថ្មីប្លែកៗណាបាយបាយ